បាទជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទ Server នៅក្នុងព្រឹកថ្ងៃទី21ខែមេសាឆ្នាំ2026បាទអញ្ចឹងបងប្អូននៅក្នុងព្រឹកនេះខ្ញុំសូមមកអាប់ដេតតាក់ទងជាមួយនឹងទីផ្សារហាងឆេងមាសជូនទៅដល់បងប្អូនទាំងអស់គ្នាដោយយើងឃើញថាតម្លៃហាងឆេងមាសកាលពីថ្ងៃម្សិលមិញថ្ងៃទី20ហ្នឹងគឺមានការធ្លាក់ថ្លៃបាទធ្លាក់ថ្លៃរហូតមកដល់តម្លៃប្រមាណ$735 នៅក្នុងមួយអោនដែលតម្លៃហាងឆេងមាសបិទផ្សារនៅក្នុងថ្ងៃសុក្រចុងសប្តាហ៍នោះគឺបិទនៅក្នុងតម្លៃប្រមាណ$4,830បាទអញ្ចឹងគឺធ្លាក់ខ្ទង់$100ជាងនៅក្នុងមួយអោនមកក្រោមបងប្អូនណាបាទហើយយើងឃើញថាបងប្អូនអរគ្នាតាក់ទងជាមួយនឹងតម្លៃហាងឆេងមាសនេះក៏មិនទាន់មានការធ្លាក់ថ្លៃបន្ថែមទៀតនោះដែរបន្ទាប់អំពីការផ្ទុះអាវុធនៅក្នុងច្រកសមុទ្រ Hormuz កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីហ្នឹងហើយយើងឃើញថាអត្តពលនៃភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ាហ្នឹងมันមានអត្តពលខ្លាំងណាស់ទៀតនោះទេមកលើទីផ្សារហាងឆេងមាសរបស់យើងដោយសារតែការបិទឬក៏បើកច្រកសមុទ្រ Hormuz វាតែងតែជះឥទ្ធិពលទៅដល់ចរន្តសេដ្ឋកិច្ចអន្តរជាតិជាមិនខានបាទអញ្ចឹងបើសិនបើអ៊ីរ៉ង់គាត់បើកច្រកសមុទ្រ Hormuz ជំរុញឲ្យតម្លៃហាងឆេងប្រេងមានការធ្លាក់ថ្លៃខ្លះមកវិញហើយបើសិនបើធៀបជាមួយនឹងហាងឆេងមាសយើងឃើញថាតម្លៃហាងឆេងមាសមានការឡើងថ្លៃក៏ដូចជា stock ភាគហ៊ុនបាទដូចជា New York Stock Exchange ក៏មានការឡើងថ្លៃដូចគ្នាផងដែរបាទបើសិនបើស្ដាប់មើលទៅហាក់បីដូចជាអ៊ីរ៉ង់ជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចមួយផ្នែកនៅក្នុងពិភពលោកបាទដោយសារតែការគ្រប់គ្រងទៅលើច្រកសមុទ្រ Hormuz ហើយយើងដឹងថាច្រកសមុទ្រ Hormuz គឺជាច្រកសមុទ្រដែលផ្គត់ផ្គង់ប្រេងបាទនៅលើពិភពលោកមានទំហំរហូតដល់ 20% តែម្ដងបាទហើយបើសិនបើអ៊ីរ៉ង់បិទវិញជំរុញឲ្យទឹកដៅហាងឆេងប្រេងមានការឡើងថ្លៃកន្លងមកយើងឃើញថាមាសក៏មានការធ្លាក់ថ្លៃឬក៏ stock ភាគហ៊ុនអាមេរិកធំហ្នឹងក៏មានការធ្លាក់ថ្លៃដូចគ្នាប៉ុន្តែការផ្ទុះនៅក្នុងថ្ងៃសុក្រសំទោសថ្ងៃអាទិត្យកន្លងទៅថ្មីនេះដូចជាការប៉ះដង្កេចដូចជាកងឆ្មាំបដិវត្តអ៊ីរ៉ង់ហ្នឹងបានបាញ់រះទៅលើនាវាដឹកទំនិញ4គ្រឿងហ្នឹងហើយជា2គ្រឿងរបស់ខាងប្រទេសឥណ្ឌាហ្នឹងប៉ុន្តែយើងឃើញថាក៏មិនបានជំរុញឲ្យតម្លៃហាងឆេងមាសហ្នឹងមានការធ្លាក់ថ្លៃរហូតដល់$4,600នៅក្នុងមួយអោន$4,500 $4,400 ឬក៏$4,100កាលពីថ្ងៃទី23ខែមិនិនានោះគឺមិនឃើញទេបាទអញ្ចឹងគឺធ្លាក់ថ្លៃត្រឹមតែតម្លៃដែលខ្ញុំបានជម្រាបជូនមិញហ្នឹងគឺ$4,735នឹងឯងបាទត្រឹមហ្នឹងទេបងប្អូនបាទហើយក៏មានការឡើងត្រឡប់មកវិញបាទនៅដល់ព្រឹកនេះតម្លៃហាងឆេងមាសក្នុងមួយអោនគឺមានតម្លៃប្រមាណ$4,812នៅក្នុងមួយអោនហើយបើគិតជាតម្លឹងមួយតម្លឹងគឺ$5,800គត់បងប្អូនបាទប៉ុន្តែអាជីវករគាត់អ្នករើស៊ីគឺគាត់ត្រូវអេតទឹកអេតថ្លៃជាងថ្លៃអីទៅអាចនឹងលក់$5,900អីទៅប៉ុណ្ណឹងដែរបាទអញ្ចឹងសួរថាតើទិសដៅហាងឆេងមាសអាចនឹងរងឥទ្ធិពលមកពីភូមិសាស្ត្រនយោបាយទៀតដែរឬទេខ្ញុំគិតថាវារងដែរប៉ុន្តែរងមិនមែនថាឲ្យមាសមានការធ្លាក់ថ្លៃនោះទេបងប្អូនណាបាទគឺរងគឺឲ្យមាសអាចនឹងចាប់ផ្ដើមធ្វើការ up trend បាទបន្ត up trend ឡើងទៅលើវិញដោយសារហេតុអីបងប្អូនដោយសារតែភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ានេះគឺវាបង្កើតនៅវិបត្តិអតិផរណាបាទអញ្ចឹងយើងដឹងថាបើសិនបើអ៊ីរ៉ង់គាត់បិទច្រកសមុទ្រ Hormuzធ្វើឲ្យតម្លៃហាងឆេងប្រេងមានការឡើងថ្លៃអញ្ចឹងប្រេងឡើងថ្លៃអ្វីក៏មានការឡើងថ្លៃដែរបងប្អូនណាបាទដោយសារហេតុអីដោយសារតែពិភពលោកនេះគឺត្រូវការប្រេងយកទៅចាក់គ្រឿងយន្តដើម្បីបំរើទៅដល់វិស័យសេដ្ឋកិច្ចមិនថាផ្នែកវាយនភ័ណ្ឌរោងចក្រសហគ្រាសផ្នែកកសិកម្មចាក់ត្រាក់ទ័រឬក៏គោយន្តឬក៏ឡានដឹកទំនិញអីផ្សេងហ្នឹងគឺត្រូវការចំហេះប្រេងជានិច្ចដើម្បីយកទៅត្រើតត្រង់បាទអញ្ចឹងហើយកាលណាប្រេងឡើងថ្លៃអ្វីក៏មានការឡើងថ្លៃអញ្ចឹងបើសិនមកអ្វីមានការឡើងថ្លៃខ្ញុំគិតថាវានឹងបង្កើតនៅវិបត្តិអតិផរណាដ៏ធំបាទវានឹងបង្កើតនៅវិបត្តិអតិផរណានឹងធំបន្ទាប់ពីសង្គ្រាមនេះត្រូវបានបញ្ចប់បងប្អូនណាបាទហើយបើសិនបើបងប្អូនក៏លេខមកមើលinterest rate
ពីខាងធនាគារកណ្ដាលធំដូចជាធនាគារកណ្ដាលរបស់អាមេរិកឬក៏ខាងកាណាដាខាងអូស្ត្រាលីខាងអឺរ៉ុបខាងអង់គ្លេសអីបើយើងមើលខាងអង់គ្លេសគឺនៅ 3.75% ខាងអាមេរិកបាទធនាគារកណ្ដាលអាមេរិកគឺនៅ 3.75% ដូចគ្នាបាទខាងអឺរ៉ុប 2.19% ទេបាទអញ្ចឹងខ្ញុំគិតថាធនាគារកណ្ដាលអាចនឹងតម្លើងនៅអត្រាការប្រាក់បាទធនាគារកណ្ដាលធំៗទាំងអស់ហ្នឹងបាទអាចនឹងតម្លើងរហូតដល់ 4 ឬក៏ 5% អីជាងក៏ថាបានដែរបាទនៅក្នុងចុងឆ្នាំហ្នឹងឬក៏ក្នុងឆ្នាំ 2027 ខាងមុខទៀតក៏ថាបានដែរបាទដោយសារតែទប់ទល់ទៅនឹងវិបត្តិអតិផរណានឹងឯងហើយនៅពេលណាដែលកើតឡើងនៅវិបត្តិអតិផរណាបាទក៏ជំរុញឲ្យអ្នកវិនិយោគទុនធំចាប់អារម្មណ៍មកនាំគ្នា trade ទៅលើទីផ្សារហាងឆេងមាសវិញឬក៏នាំគ្នាទិញមាសទុកវិញដោយសារតែមាសគឺជាជំរើកទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពតាំងពីសម័យបុរាណរហូតមកដល់នាពេលបច្ចុប្បន្ននិងបន្តទៅអនាគតដ៏យូរលង់ទៀតបងប្អូនណាបាទដោយសារហេតុអីបងប្អូនកាលណាកើតនៅវិបត្តិអតិផរណាយើងដឹងថាទំនិញឡើងថ្លៃវានាំឲ្យសន្ទុះលុយរូបិយប័ណ្ណធំមួយចំនួនក៏មានការធ្លាក់ថ្លៃផងដែរបាទប៉ុន្តែដោយសារតែរូបិយប័ណ្ណទាំងអស់នោះគឺមានធនាគារកណ្ដាលជាអ្នកគ្រប់គ្រងអញ្ចឹងធនាគារកណ្ដាលតម្រូវដំឡើងនៅអត្រាការប្រាក់ឲ្យបានខ្ពស់ដើម្បីឲ្យតម្លៃទំនិញនិងសន្ទុះលុយហ្នឹងរូបិយប័ណ្ណរបស់គេហ្នឹងឲ្យវានៅសមតុល្យនឹងគ្នាបាទនៅសមតុល្យនឹងគ្នាហ្នឹងទៅបាទកុំឲ្យមានទំនិញចេះតែឡើងថ្លៃពេកបងប្អូនបាទក៏ឧទាហរណ៍ថាកាហ្វេមួយកែវធ្លាប់តែ$1ស្រាប់តែកាត់ឡើងនៅវិបត្តិអតិផរណាកាហ្វេមួយកែវហ្នឹងលេង$1ហើយទៅជា$1កន្លះឬក៏$2អីចឹងទៅបានកាហ្វេមួយកែវអញ្ចឹងធនាគារកណ្ដាលនីមួយៗគេត្រូវដំឡើងនៅអត្រាការប្រាក់មកប្រធានធនាគារកណ្ដាលហ្នឹងដើម្បីឲ្យសន្ទុះនៃលុយ$ហ្នឹងវាឡើងថ្លៃទៅរកតម្លៃទំនិញដូចគ្នាផងដែរបាទដើម្បីទម្លាក់ពីមួយកែវ$2មកមួយកែវ$1វិញអីចឹងទៅបងប្អូនណាបាទអញ្ចឹងហើយកាលណាកាត់ឡើងនៅវិបត្តិអតិផរណានៅថ្ងៃខាងមុខអ្នកវិនិយោគគាត់កេងជាឱកាសចំណេញគឺគាត់ត្រូវតែវិនិយោគទៅលើទីផ្សារហាងឆេងមាសបាទដោយសារតែទី1មាសវាគឺជាដូចខ្ញុំជម្រាបជូនអញ្ចឹងវាជាជំរើកទ្រព្យសម្បត្តិដ៏ល្អមួយកាលណាកើតឡើងនៅវិបត្តិអតិផរណាឬក៏ភូមិសាស្ត្រនយោបាយយើងឃើញសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាឬក៏រុស្ស៊ីវាយអ៊ុយក្រែនបាទតែងតែជំរុញឲ្យមាសនឹងមានការឡើងថ្លៃប៉ុន្តែយើងឃើញថាអាមេរិកចាប់ដៃគូជាមួយអ៊ីស្រាអែលវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នេះមិនទាន់ជំរុញឲ្យមាសមានការឡើងថ្លៃទេបងប្អូនបាទមិនទាន់ជំរុញឲ្យមាសមានការឡើងថ្លៃទេតម្លៃហាងឆេងមាសវាគួរតែឡើងថ្លៃនោះមួយអោនទៅដល់$6,000 $7,000 $8,000នៅក្នុងមួយអោនបាទគិតជាតម្លឹងក្នុងមួយតម្លឹងវាចូល$7,000 $8,000 ឬក៏$9,000ចិត្តទៅនឹង$10,000នៅក្នុងមួយតម្លឹងមាសបាទប៉ុន្តែសួរថាហេតុអីបានជាមិនទាន់ជំរុញឲ្យមាសមានការឡើងថ្លៃដោយសារតែអ្នកវិនិយោគទុនបាទអ្នកវិនិយោគទុនគាត់ផ្ដោតតែទៅលើទីផ្សារហាងឆេងប្រេងបងប្អូនណាបាទដោយសារហេតុអីដោយសារតែអ៊ីរ៉ង់គាត់បិទច្រកសមុទ្រហូម៉ូសអញ្ចឹងការបិទច្រកសមុទ្រហូម៉ូសពីប្រទេសអ៊ីរ៉ង់នេះហើយធ្វើឲ្យការកង្វះខាតប្រេងនៅជុំវិញពិភពលោកគឺមានការខ្វះខាតបាទមានការខ្វះខាតអញ្ចឹងអ្នករកស៊ីធម្មតាទេកាលណាគាត់ឃើញអាកាសណាមួយគាត់ទៅរកស៊ីនៅក្នុងអាកាសហ្នឹងសិនជាពិសេសទៅលើអាកាសប្រេងបាទអញ្ចឹងគាត់នាំគ្នាទៅវិនិយោគទៅលើក្រុមហ៊ុនឬក៏អណ្ដូងប្រេងបាទភាគហ៊ុនរបស់អណ្ដូងប្រេងណាមួយចឹងទៅបាទឬក៏គាត់ចាប់ដើមធ្វើការនាំប្រេងចូលឬក៏ទិញប្រេងទិញស្តុកភាគហ៊ុនរបស់ប្រេងឬក៏ trade ប្រេងអីចឹងជាដើមគាត់ទុកមាសនៅមួយឡែកសិនមាសនៅសង្ងំស្ងៀមសិនអញ្ចឹងហើយបានយើងឃើញថានៅពេលណាដែលអាមេរិកចាប់ដៃគូវាយប្រហារជាមួយនឹងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់នេះយើងឃើញថាបានជំរុញឲ្យប្រេងសន្ទុះជំរុញឲ្យមាសមានការធ្លាក់ថ្លៃដោយសារតែការលក់លុយចេញពីហាងឆេងមាសនាំគ្នាទៅវិនិយោគទៅលើទីផ្សារហាងឆេងប្រេងនឹងឯងបងប្អូនណាបាទប៉ុន្តែបើសិនសង្គ្រាមហ្នឹងវាចេះតែកើតឡើងយូរបាទវាបន្តយូរទៅទៀតបញ្ហាភូមិសាស្ត្រនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ាវាក៏លែងសូវមានឥទ្ធិពលមកលើទីផ្សារហាងឆេងមាសដែរបាទដោយសារតែហេតុអីបងប្អូនដោយសារតែបញ្ហាហ្នឹងចេះតែអស់បន្លាយពេលយូរទៅដូចខ្ញុំជម្រាបជូនមកអញ្ចឹងវិបត្តិអតិផរណាវានឹងមានការកើនឡើងបាទនឹងមានការកាត់ឡើងហើយនៅពេលនោះហើយគេនឹងចាប់អារម្មណ៍
មកវិនិយោគទៅលើទីផ្សារហាងចេញមាសវិញហើយទិសដៅហាងចេញមាសអាចនឹងបន្តឡើងថ្លៃវិញប៉ុន្តែទិសដៅនៃទីផ្សារហាងចេញមាសបងប្អូនបាទគឺខ្ញុំសូមកំណត់ត្រឹមតែចំណុច high ចាស់សិនទេចំណុច high ចាស់នៃទីផ្សារហាងចេញមាសគឺនៅក្នុងតម្លៃប្រមាណ $5,400 នៅក្នុងមួយអោនបាទ$5,400 នៅក្នុងមួយអោននឹងចំណុចទី1ដែលវាធ្លាប់ឡើងតាំងពីដើមខែ3បាទចំណែកឯទិសដៅទី2គឺនៅ$5,600 នៅក្នុងមួយអោនបាទដែលវាធ្លាប់ឡើងកាលពីថ្ងៃទី25ខែ1បាទដើមឆ្នាំ2026នេះតែម្ដងបាទអញ្ចឹងខ្ញុំសូមជម្រាបជូនតម្លៃនឹងសិនប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបងប្អូនបាទតម្លៃ high ចាស់របស់វាទាំងពីរចំណុចនេះក៏ចាត់ទុកថាជាចំណុចខ្ពស់ដែរខណៈពេលតម្លៃបច្ចុប្បន្នវានៅត្រឹមតែ$4,810 នៅក្នុងមួយអោនអីតែប៉ុណ្្នឹងទេបើគិតជាតម្លឹងត្រឹមតែ$5,800គត់អីតែប៉ុណ្្នឹងទេហើយបើសិនបើវាឡើងដល់ចំណុច high ចាស់ខាងលើនេះមានន័យថាក្នុងមួយតម្លឹងវាអាចនឹងមានឱកាសឡើងដល់$6,500 ទៅ$6,700 នៅក្នុងមួយតម្លឹងវិញអញ្ចឹងវាជាតម្លៃមួយខ្ពស់ដែរបើសិនបើយើងទិញទុកតម្លៃបច្ចុប្បន្ន whole ក្នុងមួយតម្លឹងបើសិនបើឡើងដល់តម្លៃ high ចាស់គឺយើងចំណេញមានឱកាសចំណេញខ្ទង់$6,700 នៅក្នុងមួយតម្លឹងដែរច្រើនគួរសមដែរបងប្អូនបាទនឹងតាក់ទងទៅលើទិសដៅនៃទីផ្សារហាងឆេងមាសនឹងឯងបាទហើយមួយទៀតបងប្អូនសម្រាប់ឱកាសនៃការជួញដូរហាងឆេងមាសនាពេលបច្ចុប្បន្ននេះខ្ញុំគិតថាវាជាឱកាសមួយដែលល្អដែរបងប្អូនបាទដោយសារហេតុអីដោយសារតែការបិទនិងបើកច្រកសមុទ្រ Hormuz នេះហើយវាបានជំរុញឲ្យតម្លៃហាងឆេងមាសមានការឡើងថ្លៃបាទឬក៏ចុះថោកត្រឡប់មកវិញបាទអញ្ចឹងតម្លៃបច្ចុប្បន្នការបិទច្រកសមុទ្រ Hormuz ទោះបីជាមានការបិទត្រឡប់មកវិញកាលពីថ្ងៃអាទិត្យយ៉ាងណាក៏ដោយប៉ុន្តែទីផ្សារហាងឆេងមាសអន្តរជាតិបើកផ្សារពីថ្ងៃច័ន្ទទី20ម្សិលមិញក៏មិនបានជំរុញឲ្យមាសមានការធ្លាក់ថ្លៃខ្លាំងដូចខ្ញុំជម្រាបជូនមុននឹងបន្តិចហ្នឹងថាมันឃើញថាធ្លាក់ថ្លៃដល់$4,600 $4,500 នៅក្នុងមួយអោននេះទេបាទវាធ្លាក់មកនៅត្រឹមតែ$4,735 នៅក្នុងមួយអោនហ្នឹងបងប្អូនបាទអញ្ចឹងមានន័យថាដូចខ្ញុំជម្រាបជូនអញ្ចឹងការបិទបើកនៃច្រកសមុទ្រ Hormuz មិនសូវមានឥទ្ធិពលមកលើទីផ្សារហាងឆេងមាសឬក៏មិនតាន់ឲ្យមាសមានការបង្កើត trend down trend មកក្រោមទៀតនោះទេនឹងមិនសិនបើបិទបងប្អូនបាទប៉ុន្តែបើកច្បាស់ណាស់មាសនឹងមានការឡើងថ្លៃបាទបើកមាសនឹងមានការឡើងថ្លៃបងប្អូនបាទអញ្ចឹងសម្រាប់ការ trade នៃទីផ្សារហាងឆេងមាសខ្ញុំគិតថាវាជាឱកាសមួយដែលល្អដែរបងប្អូនណាបាទឱកាសមួយដែលល្អបាទឱកាសមួយល្អបែបណាខណៈពេលបច្ចុប្បន្នច្រកសមុទ្រ Hormuz បិទពីខាងប្រទេសអ៊ីរ៉ង់មួយជាន់បិទពីខាងប្រទេសអាមេរិកមួយជាន់បាទអញ្ចឹងពីរតង់អញ្ចឹងកាលណាបើសិនមកបិទបែបនេះវានឹងជំរុញឲ្យទិសដៅហាងឆេងមាសអាចនឹងមានការធ្លាក់ថ្លៃប៉ុន្តែដូចខ្ញុំជម្រាបជូនអញ្ចឹងធ្លាក់មិនខ្លាំងទេបាទធ្លាក់មិនខ្លាំងទេដោយសារអីដោយសារតែការវិនិយោគទៅលើទីផ្សារគឺគេផ្ដោតមកលើហាងឆេងមាសវិញគេចាប់ផ្ដើមទិញមាសតាម step អីចឹងទៅមានន័យថាឧទាហរណ៍ថាគេមានលុយ1លានដុល្លារគេមិនទាន់យកលុយ1លានហ្នឹងទៅទិញមាសទាំងអស់ទេបាទគេដកម្ដង 10% ម្ដង 10% អីចឹងបងប្អូនការទិញ by step ហ្នឹងបាទអញ្ចឹងហើយវាក៏ការទិញបែបនេះក៏មិនតាន់ជំរុញឲ្យមាសមានការធ្លាក់ថ្លៃខ្លាំងឬក៏ឡើងថ្លៃខ្លាំងដែរប៉ុន្តែទិសដៅទៅថ្ងៃខាងមុខខ្ញុំគិតថាមាសនឹងបន្តឡើងថ្លៃបាទទិសដៅទៅថ្ងៃខាងមុខមាសនឹងបន្តឡើងថ្លៃខ្លាំងឡើងទៅលើវិញបាទអញ្ចឹងសម្រាប់ឱកាសនៃការ trade ទៅលើទីផ្សារហាងឆេងមាសសម្រាប់ថ្ងៃទី21ខែមេសានេះបងប្អូនទាំងអស់គ្នាបាទអ្នកដែលមានគណនីនៃការជួញដូរហាងឆេងមាសគឺបងប្អូនអាចធ្វើការtrade ទៅតាមអ្វីដែលខ្ញុំបានជម្រាបជូននឹងទៅក៏បានដែរបាទអញ្ចឹងខ្ញុំសូមផ្ដល់ជា support បាទអញ្ចឹង support គឺនៅក្នុងចំណុច$4,735ដែលជាតម្លៃមួយដែលតម្លៃហាងឆេងមាសបើកផ្សារកាលពីថ្ងៃទី20ថ្ងៃច័ន្ទម្សិលមិញដាច់ gap ហ្នឹងបាទមានការដាច់ gap មកដល់បន្តចុះដល់$4,735ហ្នឹងហើយក៏ចុះមកដល់តម្លៃហ្នឹងហើយក៏បន្តឡើងថ្លៃមកវិញហើយម្សិលមិញខ្ញុំក៏ធ្វើការ live ដែរតាម page មួយនេះអញ្ចឹងបើសិនបើបងប្អូនឃើញការ live ម្សិលមិញខ្ញុំឲ្យបងប្អូនរឹងចាំបាយដែរប៉ុន្តែវាមិនបានចុះដល់$4,735ទេត្រឹមតែ$4,745ហ្នឹងក៏បន្តឡើងថ្លៃទៅដល់$4,832ហើយក៏ interest មិនចុះមកដល់តម្លៃបច្ចុប្បន្នវិញ$4,809នឹងឯងបាទនឹងតកតើងទៅលើទិសដៅនៃហាងឆេងមាសហើយមួយទៀតសម្រាប់ support $4,735នេះបើសិនបើហាងឆេងមាសនៅក្នុងថ្ងៃទី21ហ្នឹងបន្តចុះមកប៉ះ support ហ្នឹងបាទគឺបងប្អូនអាចធ្វើការបាយបាននៅក្នុងចំណុច support
ហើយបើសិនមកតម្លៃហាងឆេងមាសបន្តឡើងមកប៉ះ resistance នៅខាងលើ$4869នេះគឺបងប្អូនអាចធ្វើការ sell បានអញ្ចឹងខ្ញុំគិតថាតម្លៃហាងឆេងមាសវាមានការប្រែប្រួលចន្លោះពី support និង resistance ហ្នឹងឯងមិនទាន់មានការប្រែប្រួលខ្លាំងនោះទេបងប្អូនទោះបីជាច្រកសមុទ្រ Hormuz ត្រូវបានបិទសារឡើងវិញពីខាងប្រទេសអ៊ីរ៉ង់យ៉ាងណាក៏ដោយប៉ុន្តែមិនទាន់ជំរុញឲ្យទិសដៅហាងឆេងមាសមិនទាន់មានការ break ទៅលើឬក៏ទៅក្រោមមកវិញនោះទេបាទប៉ុន្តែបើសិនបើមកក្រោមក៏មិនតាន់ទៅណាឆ្ងាយអំពីចំណុច support ដែលខ្ញុំបានជម្រាបជូនបងប្អូននៅក្នុងតម្លៃ4735នឹងដែរបាទឬក៏បើសិនបើមកលើឡើងទៅលើឡើងថ្លៃក៏មិនតាន់ហួសក្នុងតម្លៃប្រហែល$4869នៅក្នុងមួយអោននឹងដែរអញ្ចឹងចំពោះទិសដៅនៃទីផ្សារហាងឆេងមាសបងប្អូនឃើញហើយអំពីការប្រែប្រួលសម្រាប់ឱកាសនៃការជួញដូរសូមរងចាំជួញដូរទៅតាម support និង resistance ដែលខ្ញុំបានជម្រាបជូននឹងទៅបងប្អូនសូមរងចាំបន្តិចបាទបងប្អូនបាទសូមរងចាំបន្តិចសិនទៅបាទដោយសារតែបើសិនបើបងប្អូនរងចាំធ្វើការជួញដូរនៅក្នុងចំណុច support និង resistance ដែលខ្ញុំបានជម្រាបជូននេះកម្រិតហានិភ័យនៃការ trade របស់បងប្អូនក៏មិនសូវមានហានិភ័យនោះដែរបាទដោយសារតែបងប្អូនដោយសារតែការឡើងឬក៏ធ្លាក់ថ្លៃទៅតាមចំណុចទិសដៅ support និង resistance នេះពីតម្លៃបច្ចុប្បន្នទៅវារៀងហាក់បីដូចជាខ្ពស់ដែរបងប្អូនបាទខ្ទង់$70ដែរបាទ$70ទៅ$80ដែរអញ្ចឹងវាប្រែប្រួលធំដែរអញ្ចឹងកម្រិតនៃហានិភ័យក៏យើងត្រូវបានកាត់បន្ថយបានធំដែរបាទហើយចំពោះ stop loss ដែលជាខែលការពារហានិភ័យបងប្អូនណាបាទអញ្ចឹងចំពោះខែលការពារហានិភ័យសុំ20លេខបាទអញ្ចឹងបងប្អូនដឹងស្រាប់ហើយរវាងអាមេរិកដែលផ្លោងមីស៊ីលឬក៏ទម្លាក់គ្រាប់ទៅលើប្រទេសអ៊ីរ៉ង់ឬក៏អ៊ីស្រាអែលផ្លោងមីស៊ីលទៅលើអ៊ីរ៉ង់ឬក៏អ៊ីរ៉ង់ផ្លោងមីស៊ីលទៅលើប្រទេសអ៊ីស្រាអែលវិញហ្នឹងបងប្អូនឃើញស្រាប់ហើយគឺប្រទេសទាំងសងខាងសុទ្ធតែមានខែលការពារហានិភ័យទប់ស្កាត់នៅមីស៊ីលរៀងខ្លួនតែម្ដងអញ្ចឹងសម្រាប់ការ trade របស់បងប្អូនយើងត្រូវតែមានខែលការពារហានិភ័យនៃការជួញដូររបស់យើងនៅក្នុងអាជីវកម្ម trader នេះដែរបងប្អូនបាទអញ្ចឹងខែលការពាររបស់បងប្អូនมันមានអ្វីក្រៅអំពីការកំណត់ stop loss ដែលជារឿងមួយដែលសំខាន់នោះទេបាទអញ្ចឹងបងប្អូនត្រូវតែកំណត់ stop loss ដោយសារតែ stop loss វាគឺជាខែលការពារហានិភ័យមួយបើសិនបើករណីណាមួយដែលទីផ្សារវាមានការប្រែប្រួលខ្លាំងពី$300នៅក្នុងមួយអោនឬក៏$1000នៅក្នុងមួយអោនអីដែលវាធ្លាប់កើតមានកន្លងមកហ្នឹងបងប្អូនកំណត់ stop loss ត្រឹមតែ20លេខនៅក្នុងមួយអោនគឺវាកាត់ហានិភ័យត្រឹមណាកំណត់ហានិភ័យត្រឹមតែកម្រិតប៉ុណ្្នឹងឯងវាគ្រាន់បើដែរបងប្អូនណាបាទឧទាហរណ៍ថាឥឡូវបងប្អូន sell នៅចំណុច resistance បាទ4869បងប្អូនដាក់ stop loss នៅ4889ហ្នឹងទៅទោះបីជាវាមិនធ្លាក់ចុះវានៅតែបន្តឡើងទៅដល់5000ជាងអីចឹងទៅប៉ុន្តែវាកាត់ខាតឬក៏កំណត់ហានិភ័យត្រឹមតែតម្លៃដែលបងប្អូនកំណត់ stop loss នឹងឯងបងប្អូនណាបាទឬក៏បងប្អូនបាយបាទបងប្អូនបាយនៅ4735ប៉ុន្តែទីផ្សារមិនឡើងទេបែរទៅជាបន្តចុះហើយបងប្អូនកំណត់20លេខ4715ចាក់បាទអញ្ចឹងវាកាត់ខាតឬក៏ការពារហានិភ័យត្រឹមតែចំណុចដែលបងប្អូនបានកំណត់ stop loss នឹងឯងបាទអញ្ចឹងមានន័យថា stop loss វាគឺជាខែលការពារហានិភ័យមួយដែលល្អសម្រាប់អាជីវកម្មនៃការ trade ទៅលើទីផ្សារហាងឆេងមាសឬក៏រូបិយប័ណ្ណអីផ្សេងអញ្ចឹងទៅបងប្អូនបាទអញ្ចឹងរាល់ការជួញដូរសូមកំណត់ stop loss បាទសូមកំណត់ stop loss ដែលជាខែលការពារហានិភ័យប៉ុន្តែការពិតទៅបងប្អូនណាបាទខែលការពារហានិភ័យនៃការ trade ទៅលើទីផ្សារហាងឆេងមាសរបស់យើងនេះវាមានច្រើនជាង stop loss នឹងទៅទៀតបាទសូម្បីតែការជួញដូរទៅតាមចំណុច support និង resistance ដែលខ្ញុំបានជម្រាបជូនបងប្អូននេះវាក៏ជា technique មួយជាយុទ្ធសាស្ត្រមួយនៃការពារហានិភ័យផងដែរបាទហ្នឹងបងប្អូនបាទការជួញដូរទៅតាមចំណុច support និង resistance ដែលខ្ញុំបានជម្រាបជូនបងប្អូនហ្នឹងវាក៏ជាយុទ្ធសាស្ត្រមួយនៃការជួញដូរការពារហានិភ័យផងដែរបាទហ្នឹងបើសិនបើយើងនិយាយបានជាក់ស្ដែងទៅទី2ប្រើប្រាស់ដើមទុនបាទប្រើប្រាស់ដើមទុនប្រើប្រាស់ឡតសាយក៏ជាយុទ្ធសាស្ត្រឬក៏ជា technique មួយនៃការពារហានិភ័យផងដែរបងប្អូនអរគ្នាបាទហានិភ័យបែបណាការពារហានិភ័យបែបណាដើមទុនច្រើនបងប្អូនចូលឡតសាយតូចបាទមានន័យថាឱកាសនៃការ hold បើសិនបើ hold ក៏ hold យូរហើយរាល់ការជួញដូរទៅតាមចំណុច support ឬក៏ resistance ដែលខ្ញុំបានជម្រាបជូនទៅទៀត
មានន័យថាដើមទុនច្រើនហើយបងប្អូនចូលរកសាយតូចហើយជួញដូរបើថា buy support sell resistance វារឹតតែជួយបង្ការហានិភ័យនៅក្នុងអាជីវកម្ម trade ទីផ្សារហាងឆេងមាសរបស់បងប្អូនហ្នឹងឲ្យមានសុវត្ថិភាពកាន់តែខ្លាំងហើយបើសិនបើបងប្អូនកំណត់ stop loss ថែមទៀតការជួញដូររបស់បងប្អូនរឹតតែមានសុវត្ថិភាពគណនីរបស់បងប្អូនរឹតតែមិនងាយខាតទេបាទមិនងាយខាតទេបងប្អូនណាបាទឲ្យតែថាបងប្អូនធ្វើការជួញដូរទៅចេះគ្រប់គ្រងហានិភ័យឲ្យតែថាចេះតិចនិចនៃការជួញដូរគ្រប់គ្រងហានិភ័យឲ្យបាន 3-4 តិចនិចហើយយកវាមកគូបចូលគ្នាមានថាគណនីរបស់បងប្អូនគឺមានសុវត្ថិភាពល្អខ្លាំងមែនទែនបងប្អូនអរគ្នានឹងនៅក្នុងការជួញដូរទៅលើទីផ្សារហាងឆេងរបស់បងប្អូនមិនថាបងប្អូនជួញដូរទៅលើហាងឆេងមាសមួយហ្នឹងឬក៏ផ្នែករូបិយប័ណ្ណផ្សេងដូចជាលុយអឺរ៉ូលុយផោនលុយយេនលុយអូស្ត្រាលីនោះទេបាទប៉ុន្តែជាក់ស្ដែងបងប្អូនខ្ញុំសូមជម្រាបជូនអំពីបញ្ហាលុយយេនបន្តិចបាទដូចជាម្សិលមិញមានព័ត៌មានចេញមកខាងប្រទេសជប៉ុនហ្នឹងមានរលកស៊ូណាមីបានវាយប្រហារទៅលើតំបន់មួយចំនួនដែរបាទអញ្ចឹងហើយខ្ញុំគិតថាទិសដៅទៅថ្ងៃខាងមុខតាក់ទងជាមួយនឹងហាងឆេងលុយយេនអាចនឹងបន្តធ្លាក់ចុះបាទប៉ុន្តែដូចខ្ញុំជម្រាបជូនបងប្អូនអញ្ចឹងបាទទៅលើហាងឆេងលុយយេននេះគឺជារូបិយប័ណ្ណមួយបាទដែលងាយស្រួលជួញដូរខ្លាំងមែនទែនហើយខ្ញុំក៏បានបង្កើត make profit បាន 2-3 ដងដែរតាំងពីមុនចូលឆ្នាំខ្មែរយើងមកបាទអញ្ចឹងតាក់ទងទៅលើហាងឆេងលុយយេនបច្ចុប្បន្នវានៅ 158.900 ចិត្តដល់នឹង 159 យេនស្មើ$1វិញបងប្អូនបាទអញ្ចឹងតាក់ទងទៅលើហាងឆេងលុយយេននេះបើសិនបើបងប្អូនចង់ជួញដូរបង្កើតនូវផលចំណេញបងប្អូនណាបាទបងប្អូនរងចាំទិញវាទុកទៅបាទបងប្អូនរងចាំទិញលុយយេនទុកនៅក្នុងតម្លៃបើសិនបើវាចុះថោកមកនៅ 159 យេនស្មើ$1ឬក៏160 យេនស្មើ$1បងប្អូនយកលុយដុល្លារទៅទិញលុយយេនទុកទៅបាទឬក៏បងប្អូនដែលជាអ្នកចង់ទិញ cash ទុកប៉ុន្តែខ្ញុំអត់ដឹងថានៅក្នុងស្រុកខ្មែរយើងអាចដូរលុយយេនទំហំបានទំហំកម្រិតណាបងប្អូនខ្ញុំអត់ដឹងណាប៉ុន្តែបើសិនបើបងប្អូនទិញបានកាន់តែច្រើនជាឱកាសចំណេញក៏បានកាន់តែច្រើនដូចគ្នាបាទប៉ុន្តែវាមិនច្រើនដូចនៅក្នុងការ trade នេះទេបើសិនបើបងប្អូនចង់ចំណេញច្រើនដូចនៅក្នុងការ trade បងប្អូនចង់កាត់យកប្រាក់ចំណេញបាននៅពេលណាលក់ចេញទិញចូលបាននៅពេលណាក៏បាន24ម៉ោងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្របងប្អូនអាចបើកគណនី trade ទៅលើទីផ្សារហាងឆេងលុយយេនមួយទៅបាទអញ្ចឹងហាងឆេងលុយយេននេះគឺបងប្អូនរងចាំតែទិញវាទុកទៅចំណុចទី1នៅ 159 យេន.800ក្បែរទៅនឹង160 យេនហ្នឹងបងប្អូនចាប់ដើមទិញទុកបងប្អូនបាទចាប់ដើមទិញទុកទៅហើយមិនយូរទេបាទត្រឹមតែរយៈពេល 3-4 ថ្ងៃក្រោយមកហាងឆេងលុយយេនវាឡើងថ្លៃមកនៅត្រឹម157 យេនស្មើ$1វិញពេលនោះជាពេលដែលបងប្អូនកាត់បាននៅផលចំណេញបាទក្នុងមួយឡតសាយខ្ទង់$7,800ដែរបងប្អូនណាបាទ$7,800នៅក្នុងមួយឡតសាយដែរអញ្ចឹងបងប្អូនកាត់យកប្រាក់ចំណេញទៅហើយចំពោះការ trade ទៅលើទីផ្សាររូបិយប័ណ្ណអន្តរជាតិធំៗដូចជារូបិយប័ណ្ណលុយយេនរបស់ជប៉ុននេះបើធៀបជាមួយនឹងការ trade ទៅលើហាងឆេងមាសវាមានឱកាសចំណេញច្រើនជាងបងប្អូនប៉ុន្តែបើសិនដើមទុន 10000 ដូចគ្នាយើងចូលមួយឡតសាយដូចគ្នាកម្រិតនៃការ hold បានយូរគឺហាងឆេងលុយយេនអាច hold បានយូរជាងបងប្អូនបាទហាងឆេងលុយយេនទោះបីជាចំណេញតិចជាងមាសប៉ុន្តែបើសិនបើជាប់ hold ក៏ hold បានយូរជាងមាសដែរហើយចំពោះការជួញដូរយើងឃើញចំណុច support និង resistance ឃើញច្បាស់ជាងមាសបាទឃើញច្បាស់ជាងមាសតែម្ដងបាទអញ្ចឹងហាងឆេងលុយយេនដែលតម្លៃល្អ 159.800 ឬក៏160 យេន200ស្មើត្រឹមតែ$1ហ្នឹងគឺបងប្អូនទិញទុកទៅបាទទិញទុកកាន់តែច្រើនឱកាសចំណេញក៏កាន់តែច្រើនដូចគ្នាផងដែរបាទនឹងតេតើងទៅលើតម្លៃហាងឆេងលុយយេនបងប្អូនឃើញការឡើងថ្លៃនិងការធ្លាក់ចុះគឺវាបង្ហាញច្បាស់តែម្ដងបាទនឹងតេតើងទៅលើហាងឆេងលុយយេនវាបង្ហាញអំពីចំណុច support និង resistance ច្បាស់អញ្ចឹងបើសិនបើបងប្អូនឧទាហរណ៍ថាមានដើមទុនតិចតួចបាទត្រឹម100 200ក៏បាន2 300 1000 2000ក៏បានសូមចាប់ផ្ដើម trade ទៅលើហាងឆេងរូបិយប័ណ្ណលុយដុល្លារអាមេរិកធៀបជាមួយនឹងហាងឆេងលុយយេនរបស់ប្រទេសជប៉ុនបងប្អូនណាបាទ trade រូបិយប័ណ្ណហ្នឹងទៅដែលមានអ្នកមានដើមទុនតិចតួចណាបាទហើយ
រងចាំតែធ្វើការទិញវាទុកតែប៉ុណ្្នឹងទៅបានហើយបាទទិញវាទុកខណៈពេលណាដែលវាចុះថោកខ្លាំង159 160 yen អីហ្នឹងគឺចាប់ដើមទិញទុកទៅបាទចាប់ដើមទិញទុកវាកាន់តែចុះថោកបងប្អូនទិញទុកឲ្យកាន់តែច្រើនបាទអាកាសចំណេញក៏ច្រើនដែរបាទនឹងតាក់ទងទៅលើហាងឆេងលុយ yen បងប្អូនណាបាទប៉ុន្តែតាក់ទងទៅលើហាងឆេងមាសយើងវិញសម្រាប់ឱកាសនៃការជួញដូរនៅក្នុងថ្ងៃទី21នេះបាទដូចខ្ញុំជម្រាបជូនអញ្ចឹងបាទបងប្អូនរងចាំធ្វើការជួញដូរទៅតាមចំណុចsupport និង resistance ដែលខ្ញុំបានជម្រាបជូនទៅការជួញដូរទៅតាមចំណុច support និង resistance វាក៏ជាការការពារហានិភ័យមួយដែលល្អដែរវាជា technique មួយដែលល្អដែរហើយបងប្អូនប្រើ SL ឬក៏ stop loss ហ្នឹងដែលជាខែលការពារហានិភ័យនៃគណនីរបស់បងប្អូនបន្ថែមទៀតទៅលើចំណុច support និង resistance ដែលបងប្អូនបានជួញដូរនឹងទៀតបាទការជួញដូរនេះភាគរយច្រើនគឺកាត់បន្ថយនឹងហានិភ័យបានច្រើនមែនទែនហើយក៏មានឱកាសចំណេញច្រើនផងដែរបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូននេះគឺជាអ្វីដែលខ្ញុំបានធ្វើការជម្រាបជូនបងប្អូននៅក្នុងព្រឹកថ្ងៃទី21នៅក្នុងម៉ោង 9:12 នាទីហើយអញ្ចឹងបើសិនមកបងប្អូនបានមើលការ live នេះហើយចាប់អារម្មណ៍មិនថា trade ទៅលើទីផ្សារហាងឆេងមាសឬក៏បងប្អូនចាប់អារម្មណ៍ trade ទៅលើទីផ្សារហាងឆេងរូបិយប័ណ្ណលុយ yen របស់ប្រទេសជប៉ុនដើម្បីស្វែងរកនៅឱកាសចំណេញប្រចាំថ្ងៃបងប្អូនអាចតាក់ទងមកខ្ញុំបានតាមរយៈ caption ខាងលើដែលមានលេខ010បាទលេខទូរស័ព្ទបងប្អូនបាទដែលមានលេខ010 360088 ឬក៏តាម link Telegram ដែលខ្ញុំដាក់នៅក្នុង caption ខាងលើដើម្បីចុចនៅក្នុង link Telegram ហ្នឹងបងប្អូននឹងបានឆាតមកតាម Telegram ខ្ញុំដើម្បីធ្វើការប្រឹក្សាយោបល់ឬក៏សាកសួរព័ត៌មានអីផ្សេងបន្ថែមទៀតតាក់ទងទៅលើការ trade ហាងឆេងមាសឬក៏រូបិយប័ណ្ណលុយ yen អីជាដើមបងប្អូនណាបាទអញ្ចឹងបងប្អូនតាក់ទងទៅលើទិសដៅហាងឆេងមាសឬក៏ឱកាសនៃការវិនិយោគ trade ទៅលើទីផ្សារហាងឆេងមាសដើម្បីស្វែងរកឱកាសចំណេញប្រចាំថ្ងៃនៅក្នុងថ្ងៃទី21ខ្ញុំមានតែប៉ុណ្្នឹងទេក៏ដូចជាឱកាសនៃការជួញដូរទៅលើទីផ្សារហាងឆេងលុយ yen អញ្ចឹងបើសិនបើបងប្អូនចាប់អារម្មណ៍ចង់ជួញដូរចង់បង្កើតគណនី trade តម្លៃហាងឆេងមាសហើយបងប្អូនចង់បានការប្រឹក្សាយោបល់ពីខ្ញុំបាទសៅវើនដោយផ្ទាល់ដែលមានបទពិសោធន៍លើសពី12ឆ្នាំទៅហើយនោះបងប្អូនសូមតាក់ទងមកខ្ញុំតាមរយៈលេខទូរស័ព្ទនិង link Telegram ដែលមាននៅក្នុង caption អត្ថបទខាងលើផងដែរបងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅក្នុងជួបនេះនិងថ្ងៃស្អែកបន្តទៀតផងដែរបាទ